ខ្ញុំឃើញបងប្អូនមួយចំនួនមានការព្រួយបារម្ភខ្ញុំសូមជម្រាបបងប្អូនថាបើបងប្អូនណាកាន់ green card អត់មានថ្ងៃដាច់អត់មាន expire date មានន័យថាបងប្អូនកាន់ green card ពីមុនមករហូតហើយអត់តន់ចូលសញ្ជាតិនៅក្នុងអាណត្តិរបស់ Donald Trump នេះកុំអាលចូលសញ្ជាតិកុំអាលចូលសញ្ជាតិពីព្រោះវាតឹងសម្បើមណាស់នឹងទី1ក៏ប៉ុន្តែដាច់ខាតអត់ធ្វើដំណើរចេញក្រៅអាមេរិកទេបើមិនចង់ឲ្យគេកវត្តចោលទេកុំនឹកស្រុកនឹកទេសអីណាកុំនឹកស្រុកនឹកទេសអីណាអូខេកុំនឹកស្រុកនឹកទេសអីអាហ្នឹងអញ្ចឹងSan Francisco save your fun okay save your fun thank you very much save your fun ទី1បងប្អូនដែលកាន់ green card ហើយមិនទាន់បានចូលសញ្ជាតិនៅ30-40ឆ្នាំបងប្អូនកុំអាលចូលសញ្ជាតិនៅក្នុងអាណត្តិ Donald Trump ពលលំបាកណាស់អាចជួបប្រទះនឹងការលំបាកខ្លាំងទី2កុំចាញ់ក្រៅអាមេរិកមិចស៊ីកូក៏កុំទៅកាណាដាក៏កុំទៅក្រៅពីហ្នឹងក៏កុំទៅតែម្ដងកាលមុនខ្ញុំបាននិយាយថាចង់ទៅក៏អត់អីដែរឲ្យតែមាន re-entry permit តែឥឡូវនេះខ្ញុំស៊ើបសួរទៅគឺអត់បានទេ re-entry permit ក៏គេកវត្តយើងចោលដែរក៏គេអត់ឲ្យយើងចូលដែរតែមិនស្រួលអត់ឲ្យចូលទេអញ្ចឹងកុំចាញ់ម៉ែឪងាប់ក៏មិនបាច់ដែរកាត់ចិត្តទៅអូខេអានោះជាចំណុចមួយណាអានោះជាចំណុចមួយអូខេអាហ្នឹងជាចំណុចមួយបាទជាចំណុចមួយបន្ទាប់មកទៀតចាំដាច់អាណត្តិTrumpសូមបងប្អូនប្រញាប់ប្រញាល់ដាក់ពាក្យចូលសញ្ជាតិឲ្យទាន់ពេលវេលាធ្វើទៅនឹងមួយទៀតកុំឲ្យបាត់ green card តែបាត់ green card រឿងហើយ replacement តឹងណាស់សុំអា green card ថ្មីហ្នឹងតឹងណាស់អញ្ចឹងបងប្អូនទី1បងប្អូនមិនចូលសញ្ជាតិដោយសារបងប្អូនមិនដឹងទើសទាល់ខ្លាចក្រុមគ្រួសារអត់ជួយជំរុញដល់អញ្ចឹងទៅចេះតែនៅសុខសบายឥឡូវលែងសុខហើយដោយសារលែងសុខនេះគឺកុំអាលចូលសញ្ជាតិនៅក្នុងអាណត្តិTrumpកុំចាញ់ទៅក្រៅប្រទេសកុំទៅមិចស៊ីកូកុំទៅកាណាដាកុំទៅស្រុកខ្មែរកុំទៅនៅផ្ទះបន្ទាប់មកទៀតសូមបីតែដើរទៅណាមកណីបងប្អូនកុំនៅជុំជាមួយជនជាតិដែលគេចាប់ឧទាហរណ៍បងប្អូននៅក្នុងភូមិដែលសម្បូរជនជាតិដែលគេតាមចាប់ឧទាហរណ៍បងប្អូននៅក្នុងភូមិហ្នឹងវាមានជនជាតិហ្នឹងនៅហ្នឹងកាលណាជនជាតិមកពីខាងនោះច្រើនpolice ICE ហ្នឹងវាតាមចាប់បើបងប្អូននៅភូមិហ្នឹងបងប្អូនប្រយ័ត្នប្រយែងកុំលហេតុរហូតពីព្រោះបងប្អូនលហេតុរហូតទៅផ្សារទៅហាងអីចៃដន្យអីគេចាប់ហើយពួកអាមេរិកកាំងដែលវាចាប់ហ្នឹងវាអត់ស្គាល់មុខខ្មែរមុខអ្នកណាទេវាឃើញលំវាឆែកព្រឹបវាចាប់
chuồng cá mai tới xã bắt mai chuồng cá tới xã bắt hay bà câu nó về mình là vì vậy nhé cứ vô ta bắt mà khai phi khai nắng bong phôនៅភូមិជាមួយនឹងជនជាតិដែលគេចូលចាត់ចាប់នឹងមួយទៀតបើបងប្អូនទៅធ្វើការជុំពួកហ្នឹងនឹងប្រយ័ត្នបើរកអីបានធ្វើឆ្ងាយក៏កុំធ្វើចិត្តពួកហ្នឹងព្រោះគេចាប់ពួកហ្នឹងចាប់ទាំងបងប្អូនទៀតណាហើយអា green card ចាស់របស់បងប្អូនហ្នឹងជួនកាលប៉ូលីសបច្ចុប្បន្នអត់ស្គាល់ទេប្រយ័ត្នវាច្រឡំថាអា green card ហ្នឹងคล้ายព្រោះអា green card ហ្នឹងអត់មានថ្ងៃសុពលភាពទេហើយចាស់ green card ហ្នឹងអាយុ50 ឆ្នាំហើយអញ្ចឹងអាមនុស្សធ្វើប៉ូលីសហ្នឹងអាយុតែ30ទេអត់ស្គាល់ green card ហ្នឹងទេតែប្រហែលដាក់ខ្នោះយើងយកទៅបាត់មិនបំភ័យទេខ្ញុំអត់ចូលចិត្តផ្សាយបំភ័យទេសភាពការដូរណាបងប្អូនអញ្ចឹងកុំដើរជុំពួកហ្នឹងកុំទៅផ្សារជុំពួកហ្នឹងបើធ្វើការជាមួយពួកហ្នឹងរកកន្លែងធ្វើផ្សេងទៅបើមិនទាន់ចូលនិវត្តន៍ទេនឹងមួយទៀតបងប្អូនដែលរស់នៅក្នុងរដ្ឋដែលធ្វើការអត់បង់ពន្ធដែលធ្វើការអត់បង់ពន្ធណាដូចជានៅក្នុងរដ្ឋ Pennsylvania អីប្រយ័ត្នមែនតើយ៉ាគេចាប់ในการ green card ហ្នឹងគេចាប់តែចាប់គេបញ្ជូនទៅហើយណាពីព្រោះឥឡូវនេះរដ្ឋាភិបាលត្រាំបញ្ជូនលឿនណាស់ហើយគោលដៅនយោបាយគេអត់ប្រាប់យើងទេគឺគេអត់ឲ្យយើងមាន hearing ទេពោលគឺគេអត់យកយើងចេញមកទៅតុលាការទេយើងអត់មាន process ទេយើងអត់មាន due process ទេហើយស្អីទៅ due process គឺគេអត់យកយើងឡើងតុលាការដាក់ប្រហោះទៅវិញហ្មងហើយនៅពេលដែលនយោបាយសេដ្ឋកិច្ចកំពុងតែប្រឈមគ្នានេះប្រទេសណាក៏ដោយក៏អត់ប្រកែកដែរឲ្យតែត្រាំដឹកយកទៅចាក់ចោលវាទទួលហើយពេលព្រោះត្រាំកាន់ដបងពេលព្រោះត្រាំកាន់ដបងឧទាហរណ៍ថាដឹកទៅកម្ពុជាអត់ទទួលឥឡូវនេះយួនគេអត់ទទួលគ្នាគេទេប៉ុន្តែបើសិនណាជារដ្ឋការត្រាំវាប្រាប់ថាទទួលយកចោលទៅវិញយួនថាតាំងពីដើមមកខ្ញុំអត់ទទួលទេជនជាតិខ្ញុំតែចេញក្រៅស្រុកខ្ញុំអត់យកមកវិញមិនយកដាក់មកដបងដាក់អីអត់រកស៊ីជាមួយដាក់តារីសលើភ្លាមយួនយកចង់ប្រមាណម៉ឺនក៏យកទៅវិញដែរពីព្រោះសេដ្ឋកិច្ចយួនវាសំខាន់ជាជាងចៅយួនដាក់តនេះយួនឆ្លាតយួនអត់យកជនជាតិគេទៅវិញទេខ្មែរយើងស៊ីលុយគេយកខ្មែរយើងទៅវិញតែនៅក្នុងសម័យនេះប្រទេសដែលបដិសេធមិនយកជនជាតិខ្លួនទៅវិញរដ្ឋការត្រាំមាន2យ៉ាងមួយយកដាក់គុកនៅក្រៅប្រទេសឬក៏ខោកក្បាលរដ្ឋាភិបាលប្រទេសហ្នឹងដូចវ៉ាណេស៊ុយអេឡាអញ្ចឹងអាមេរិកខោកក្បាលខុសខោកតលតែយកទៅវិញចិនក៏បន្តិចក៏ខោកឲ្យយកទៅវិញបើមិនយកទៅវិញនេះចាក់ចោលនៅប្រទេសក្រៅឲ្យឯងដើរឲ្យឯងវាទៅស្រុកឯងវិញអញ្ចឹងតឹងតែងណាស់បងប្អូនវៀតណាមមិនយកទៅវាខោកវាខោកនេះខ្ញុំប្រាប់រឿងត្រង់ហ្មងខ្ញុំនិយាយប្រាប់ត្រង់ហ្មងដើម្បីឲ្យបងប្អូនអត់បំផិតបំភ័យបងប្អូននេះខ្ញុំចង់ឲ្យបងប្អូនបានសុខសប្បាយអញ្ចឹងទី1បើបងប្អូនមាន green card ចាស់បងប្អូនចូលសញ្ជាតិនៅក្នុងអាណត្តិនេះតាំងណាស់ទី2កុំលហេតុរហូតទៅណាមកណីដើរឲ្យមាន3ស្ដីឲ្យមាន4ហើយបើធ្វើការក្នុងចំណោមជនជាតិដែលគេចូលចិត្តចាប់រកអីធ្វើបានរកធ្វើទៅស៊ីអត់ស៊ីឃ្លានវាមិនដាច់បាយទេប៉ុន្តែកន្លែងនៅតែកុំទៅមួយវាតែគេចូលចាប់រោងចក្រ
ចាប់ពឹបគឺចាប់ទាំងអស់ហើយបើសិនជាកូនចៅយើងវាមិនសូវយល់ការវិញណាគេចាប់ម៉ែឪទៅបាត់អាកូននេះអត់ដឹងអីទាំងអស់បាត់ឈឹងហើយកុំច្រឡំណាកូនខ្មែរមួយចំនួនអត់ឆ្លាតទេវាចេះនិយាយអង់គ្លេសវាចប់ high school ចប់ college នៅស្រុកអាមេរិកប៉ុន្តែវាអត់ដឹងថាម៉ែឪវានៅណាទេតែគេចាប់បាត់ពឹបហើយអាយើងនឹងអង់គ្លេសយើងវាល្អផងណាស្រាប់តែធ្លើមយកចាក់ចោលស្រុកខ្មែរបាត់នឹងសុំជំរាបពីព្រោះគេអត់ឲ្យមាន due process ទេថ្មីបិទតែច្បាប់គេដាក់ឲ្យមាន due process ប៉ុន្តែរដ្ឋាភិបាលត្រំគឺកំពុងតែកាត់ចោល due process ថ្ងៃមុនមានច្រឡំដឹកមនុស្សយកទៅចាក់ចោលនៅអែលសាល់វ៉ាដ័រមិនមែនច្រឡំទេបងប្អូនយល់ថារដ្ឋក្រសួង Homeland Security ច្រឡំបងប្អូនយល់ថា Immigration អាមេរិកនេះច្រឡំដឹកមនុស្សយកទៅចាក់ចោលនៅអែលសាល់វ៉ាដ័របងប្អូនជឿថាវាច្រឡំដែរ Good evening សំផស្សមើលបងប្អូនម្នាក់អ្នកជឿថាគេច្រឡំមិនមែនច្រឡំទេគឺវាយឆ្កែមួយឲ្យស្វាខ្លាចដែលដឹកចាប់អាមួយបានពីម្ដុំខ្ញុំទៅហ្នឹងហើយដឹកយកទៅទម្លាក់ចោលនៅក្នុងគុកនរកនៅអែលសាល់វ៉ាដ័រហ្នឹងគឺមិនមែនច្រឡំទេគឺបង្ហាញឲ្យពួកហ្នឹងដឹងថាហែងញ៉ៃអញចាប់ហើយនេះមិនបានអញធ្វើចេះណាចឹងបងប្អូនខ្មែរចាស់នៅផ្ទះកុំរហេតរហូតណាចាស់នៅផ្ទះកុំរហេតរហូតគេឲ្យទៅស៊ីស្លាស្រុកខ្មែរបើមានកូនក្មួយនៅនោះកាលនេះតែប្រហែលតាមហើយជាពិសេសខ្លួនឈឺណាខ្លួនអត់ធ្វើការណាខ្លួនស៊ី Medicaid ជួនកាលស៊ីនឹងប្រាក់ឈួតទៀតអូបើវាឆែកឃើញដឹងវាអត់ទុកទេវាបេះបាត់ណាមិនមែនរន្ធត់ទេកូនត្រូវដឹងខ្ញុំខំប្រឹងនិយាយជួយអត់មានបំផិតបំភ័យទេសិទ្ធិមនុស្សក៏អត់មានដែរសិទ្ធិស៊ីវិលក៏អត់មានដែរតែគេកាត់ហើយស្រុកទេសដូរណាខ្មែរយើងពីដើមណាកូនគេហៅស្រុកទេសភ័ណ្ឌប្រែណាស្រុកទេសភ័ណ្ឌប្រែមិនមែនចេះតែនេះបានទេអូខេអាហ្នឹងអញ្ចឹងមែនអាជើងល្អដាក់អសរឥណ្ឌាមកទៀតមកទៅបាប់ឥណ្ឌាមែនតើអញ្ចឹងឲ្យទៅចុះឲ្យនៅក្រៅឥណ្ឌាឲ្យខ្មែរហ៎មកខ្មែរនិយាយខ្មែរកុំលើកដៃសាពះដាក់បេះដូងអីថាមកពីឥណ្ឌាអីឥណ្ឌាអីខ្មែរបាទឥណ្ឌាមែនតែអញ្ចឹងឲ្យទៅចុះអាហ្នឹងអញ្ចឹងទី1បើមាន green card ចាស់កុំឲ្យបាត់កុំឲ្យចូលសញ្ជាតិពេលនេះចាំដាច់អាណត្តិ4ឆ្នាំហ្នឹងបញ្ញាប់ចូលសញ្ជាតិណាកុំរហេតរហូតទៅណាឲ្យមានកូនមានចៅទៅជាមួយហើយបើធ្វើការជាមួយជុំជាមួយជនជាតិដែលគេពាត់ចាប់គួរណាស់រកការងារថ្មីបន្ទាប់មកទៀតបើនៅក្នុងភូមិដែលសម្បូរគេពាត់ចាប់កុំដើរចេញទៅក្រៅរហេតរហូតគេចាប់នៅផ្ទះខ្លាចគេចាប់ច្រឡំណាកុំចេញទៅក្រៅប្រទេសនៅក្នុងស្រុកអាមេរិករក្សាសេចក្តីសុខ
រក្សាសេចក្តីសុខយើងស្របច្បាប់ប៉ុន្តែច្បាប់គេតឹងហើយអាមនុស្សដែលចាប់មនុស្សនេះអាយុវាក្រោម50ឆ្នាំហើយអា green card ដែលយើងកាន់ហ្នឹងវាអត់ស្គាល់ទេវាមិនមែនពណ៌ដោយអា green card ថ្មីណាសូម្បីតែអាស្រោម green card ហ្នឹងខុសគ្នាហើយដល់យើងទុក40ឆ្នាំទៅលបកវាថាអាហ្នឹងคล้ายវាយខ្នោះយកទៅបាត់សុំប្រយ័ត្នណាអាហ្នឹងអញ្ចឹងហើយមានរបៀបមួយទៀតយើងកាន់ green card យូរហើយ30-40ឆ្នាំហើយណាយើងស៊ីលុយពិការណាយើងស៊ីលុយពិការណាយើងស៊ីលុយពិការយើងអត់ដែលធ្វើការសោះស៊ីលុយពិការយើងស៊ី Medicaid គេកំពុងតែជំរះណាគេកំពុងតែជំរះrenew ក៏ឥឡូវវា renew មិនបានណាបងឥឡូវហ្នឹងវា renew អត់បានណាវាតឹងសម្បើមណាបងណាហើយបើសិនណាជាវាតឹងណា it's hard to do it but they don't make public announcement that it is hard there are restrictions but they don't say it they just don't say it there are restrictions ដល់អញ្ចឹងទៅ interview certification អី the process is very complex and confusing តាមពិតណា normal procedure it's okay used to be a honeymoon បងចាន់ថងតែចៃដន្យវាមិនមែន honeymoon ណាឥឡូវហ្នឹងវា bitter melon ណា bitter melon time ណាអូពីដើមអត់មាន expiration ទេបង green card អត់មានថ្ងៃចប់ទេពីដើម green card អត់មាន expire date ទេអត់មានទេខ្ញុំមកអត់មានទេបង departure record ក៏អត់មាន expire date ទេខ្ញុំមកអត់មាន Cambodia ណាបងខ្ញុំមក stateless ហ៎បង status ខ្ញុំ stateless បើតាមច្បាប់គឺអត់មានទៅវិញទេខ្ញុំអត់មាន state រស់ទេណាបងពីដើមអញ្ចឹងអាមេរិកស្រួលហ៎បងអាមេរិកស្រួលជាងអូស្ត្រាលីឆ្ងាយណាស់តែដល់ស្រួលទៅមនុស្សចេះបដ ாய் ធម្មតាទេយើងបន្ទោសវាមិនបានព្រោះខ្មែរយើងមានការចេះដឹងខុសៗគ្នាអញ្ចឹងសុំប្រាប់ឲ្យប្រាប់ទៀតណាអត់ស្ត្រេងទេបងស្រុកអាមេរិកស្រួលណាស់បានមកពីស្រួលហ្នឹងហើយបានមនុស្សជនតោវេសមកនៅជិត30លានអ្នកណាបងជនតោវេសមកនៅជិត30លានអ្នកណាបងតែគេថា10លានមិនមែន10លានទេជិត30លានអ្នកអញ្ចឹងប្រាប់បងប្អូនណាមនុស្សអស់ហ្នឹងសាចាស់ហើយថ្ងៃនេះមានគេតាក់ទងខ្ញុំមួយថាពួកសំរាំងស៊ីដឹងថានាងនឹងកាន់ green card និយាយខ្សឹបខ្សៀវឲ្យលឺពីព្រោះនយោបាយខ្មែរវាមិនត្រូវគ្នានិយាយខ្សឹបខ្សៀវលឺថាបន្តិចទៀតគេចាប់នាងនឹងទៅស្រុកវិញហើយនាងនឹងគាត់ភ័យគាត់ពីព្រោះគាត់ដូចថាគាត់មិនចូលចិត្តសំរាំងស៊ីអញ្ចឹងទៅពួកសំរាំងស៊ីហ្នឹងគេបំភ័យគាត់ទៅចំពេលដែលវាតឹងណាហើយពួកសំរាំងស៊ីហ្នឹងតាំងពីដើមមកមិនដឹងទេគេចង់ដកសញ្ជាតិខ្មែរនៅអាមេរិកអីដើម្បីឲ្យបញ្ជូនទៅស្រុកវិញអីមនុស្សអាព្រាយស្រោមសបុតហ្នឹងធ្វើតែអញ្ចឹងនឹងហើយស្នាដៃខ្មែរស្នេហាជាតិតាមបានទេអញ្ចឹងនៅក្នុងពេលនេះអ្នកដែលកាន់ green card ណាដែលមានទំនាស់ទៅវត្តអីនិយាយនយោបាយប៉ះសំរាំងស៊ីអីពួកសំរាំងស៊ីខ្លះ
មិនទាំងអស់ទេប៉ុន្តែវាកញ្ញើញដល់បានទេណែពួកអាព្រៃស្រាមសបុតណាចង់ប្តឹងដកសញ្ជាតិប្តឹងចោទថាគេ marriage fraud គេយកប្រពន្ធយកប្តីមកពីស្រុកខ្មែរអីចង់គម្រិតគេថាបន្លាចគេមិនមែនគម្រាមទេបន្លាចគេថា report គេ marriage fraud អីទំនាស់នយោបាយបន្តិចបន្តួចហ្នឹងណានេះគឺជាកពូជខ្មែរណាកាន់តែឆ្លោះគ្នានឹងត្រួយ7ណាទៅបេះឡើង7ឆ្លោះគ្នានឹងត្រួយ7ក៏ច្រើននេះធ្លាក់ទៅលើដើម7ដែរអូខេនឹងត្រូវយល់ថាខ្មែរយើងមនុស្សល្អណាឡើងដើម7បេះត្រួយ7ឆ្លោះគ្នាលួចធាក់គូតគ្នាធ្លាក់លើដើម7បាក់ដៃបាក់ជើងណានឹងបន្លាចគេណានេះហើយខ្មែរណោះបានជាខ្មែរនឹងសាមគ្គីចុយតម្រាយនឹងណាសាមគ្គីណាមកពីអីមកពីហើយខ្ញុំសំដីខ្ញុំត្រង់អាក្រក់តែអត់ចង់ឲ្យអ្នកណាមួយមានបញ្ហាទេខ្ញុំហ្នឹងអាម៉ោងសារ៉ាត់សមាជិកចុយអាណាផ្ការីកនេះនៅកាណាដានេះវានៅស្រុកថៃវាបបួលគ្នាវាឲ្យដកសញ្ជាតិខ្ញុំព្រោះខ្ញុំមិនត្រូវមិនជឿលើអាព្រៃស្រោមសបុតចោតខ្ញុំតាក់ទងមួយកុម្មុយនីសអីណាហើយបងប្អូនមើលខ្ញុំតាក់ទងជាមួយកុម្មុយនីសអីណាកូនចៅខ្ញុំសិតបម្រើរដ្ឋាភិបាលទាំងអស់សូម្បីតែខ្ញុំក៏ធ្លាប់បម្រើអាមេរិកនៅតាំងពីនៅក្នុងព្រៃខ្ញុំមិនដែលជន់ដីខ្មែរក្រោយពីខ្ញុំចាក់ចែងពីកុម្មុយនីសខ្ញុំមិនដែលជន់ផងណាឪពុកខ្ញុំស្លាប់ខ្ញុំអត់បានទៅធ្វើបន់ផងអ្នកណារឹងជាងខ្ញុំរឿងចំហពួកអាស្វាអស់ហ្នឹងប៉ុន្តែវាពី2017នេះអាម៉ោងចរ៉ាត់នេះអាល្ងើលមួយនៅចុយអាណាផ្ការីកណាហារាំងស៊ីនិយាយផ្ទាល់នៅ Massachusetts ប្រមូលលុយអីជួលមេធាវីអីប្តឹងដកសញ្ជាតិអីអានោះហើយអ្នកស្នេហាជាតិអានឹងហើយពួកប្រជាធិបតេយ្យពួកអ្នក democracy pro democracy អញ្ចឹងបងប្អូនណាដែលទៅវត្តទៅអីនិយាយនយោបាយប៉ះទង្គិចគេគម្រាមគេប្រឡាចបើគេដឹងថាអត់តន់ចូលសញ្ជាតិទេគេថាតែទៀតចាប់យកទៅស្រុកវិញនាងមួយនោះនៅញូវយ៉កឥឡូវអត់ហ៊ានទៅវត្តទេដេកភ័យឃើញទេគ្នាមកតាំងពី81 82បងគ្នាវាកូនច្រើនកូនអីចឹងទៅគ្នាក៏មិនបានទៅរៀនទៅសូត្រអីក៏អត់បានចូលជាតិភ័យគេប្រឡាចដោយសារអីខ្មែរយើងផ្ញើតែងៀត2 3ប្រអប់មកលក់អីចឹងណាបើអញ្ចឹងទៅម៉ាត់មកអីចឹងទៅនិយាយរឿងសុកខ្មែរអីសុកអីចឹងទៅគេចោទថាយើងហ្នឹងកាន់ជើងហ៊ុនសែនដល់អញ្ចឹងគេប្រឡាចយើងអញ្ចឹងសិតតែអញ្ចឹងនេះហើយស្មារតីខ្មែរសាមគ្គីភាពខ្មែរអញ្ចឹងបើថានៅចិត្តកន្លែងកពើវិញតែតោះសម្ដីគ្នាធ្វើឲ្យយើងល្អិលដួលធ្លាក់ទៅកពើស៊ីបើយើងនៅដើម7វិញយើងត្រូវធ្លាក់ពីលើដើម7បាក់ដៃបាក់ជើងខ្មែរណាអញ្ចឹងហើយបញ្ចូលច្បាំងជាមួយគ្នាណាពេលរត់ណាអត់ហៅគ្នាទេគឺរត់ចោលគ្នានេះគឺខ្មែរ
ណាសូមមកយល់អញ្ចឹងបងប្អូនដែលមាន green card ហ្នឹងក៏ប្រយ័ត្នប្រយែងខ្ញុំនិយាយប៉ុណ្ណឹងពោលស្រុកគេតឹងចំណែកបងប្អូនមានសញ្ជាតិបងប្អូនមានសញ្ជាតិហើយវាអត់ចេះអង់គ្លេសធ្វើដំណើរទៅក្រៅស្រុកអង់គ្លេសប្រពេចប្រពើអីទៅមានគ្នាទៅហើយមនុស្សដែលមកក្រោយ93ស្បូនណាស់ចាស់ចាស់កូនធានាមកអាមេរិកបន្តិចតិចចូលទៅស្រុកខ្មែរទៅមកចូលណាស់នៅស្រុកអាមេរិកមិនបានទេវាមិនសបាយសាកមើលទៅប្រហែសគេខ្ទប់ព្រឹបកូននឹងត្រូវរត់ការភាសាទៀតនឹងខ្ញុំប្រាប់ចាស់កុំចូលអីឯងមានកូននៅស្រុកខ្មែរកូនខ្ញុំស្រុកខ្មែរតែខ្ញុំស្រុកខ្មែរចំការខ្ញុំដីខ្ញុំស្រួលណាពេលឈឺមកដេកពេទ្យនៅអាមេរិកអីចឹងទៅពេលណាស្រួលទៅវិញកុំចូល3-4ឆ្នាំនេះតែប្រហែសក្លន់អត់មានអ្នកជូនដំណើរមកត្រឹមត្រូវមិនទាន់មានសញ្ជាតិតែប្រហែសវាអត់ឲ្យចូលទេនេះអត់បន្លាចទេតឹងហើយតឹង4ឆ្នាំហ្នឹងបាទតារាច័ន្ទវាកលៈទេសៈផងការចេះដឹងផងក្រុមគ្រួសារផងណាវាបន្ទោសអត់បានទេបន្ទោសអត់បានទេកលៈទេសៈវាខុសគ្នាណាបន្ទោសអត់បានណាកលៈទេសៈវាខុសគ្នាមានណាឡូឡាកោសំទោកូនឆ្កែខ្ញុំ